ấy cầm chàoประกันประសងថាបើអញ្ចឹងមិនគិតជួយស្រុកដីអីរឿងស្រុកដីវានៅលើអាជ្ញាធរគ្រប់គ្រងនឹងឯងហើយប្រគុណម្ចាស់ហ្នឹងជួយមិនមែនអត់ជួយទេអ្នកមានសិលហ្នឹងជួយមិនមែនអត់ជួយទេជួយដើម្បីសន្តិភាពជួយដើម្បីអប់រំទៅដោយពុទ្ធសាសនាដើម្បីឲ្យបងប្អូនកូនចៅមានសេចក្តីសុខស្ងប់ក្នុងប្រទេសក្នុងនគរនឹងឯងទាំងវាមិនបាន 100% មែនក៏ប៉ុន្តែវាបានជាចំណាយខ្លះអញ្ចឹងទៅវាដូចជាថាយើងនិយាយឲ្យត្រឹមត្រូវយើងកុំនិយាយថាពុទ្ធសាសនាមិនជួយអីក្មេងខ្មាំងអីសវណ្ណគ្រឿងញៀនអីយើងកុំនិយាយដាច់ខាតថាមិនជួយទាំងស្រុងអញ្ចឹងយើងត្រូវនិយាយថាមានពុទ្ធសាសនាប៉ុណ្ណឹងផងនៅតែមានក្មេងខ្មាំងអីហ្នឹងដែលគ្នាមិនបានស្ដាប់ធម៌នោះណាមិនបានទទួលការអប់រំហ្នឹងណាចោះតម្រាំដល់ទៅមិនមានទៀតយើងនិយាយអញ្ចឹងបានតែត្រូវចឹងយើងនៅតែឲ្យគុណតម្លៃនៃពុទ្ធសាសនាប៉ុន្តែធ្វើម៉េចសូម្បីសម័យពុទ្ធកាលក៏នៅតែមានចោលដែរចោល500ចោល1000នឹងពុទ្ធត្រាស់ដឹងផងឲ្យព្រះអង្គទៅធ្វើម៉េចបើវារឿងជាអ្នកដែលខ្វះឧបនិស្ស័យអត់បានមកស្ដាប់ពធនោះប៉ុន្តែព្រះសង្ឃមានកិច្ចទូនាទីរក្សាពុទ្ធសាសនារក្សាវត្តអារាមរក្សាបត្រៃបីដកហើយផ្សព្វផ្សាយអរិយធម៌បព្វធម៌ត្រូវតែឃើញគុណតម្លៃនៃព្រះសង្ឃដែលជាបព្វជិតអ្នកមានសិលនឹងចឹងទាំងដូច្នេះកណាគុណចាស់មិនមានបញ្ហាអីថាអាត្មាអញមិនបានជួយសង្គមជាតិអីមិនមែនទេគុណចាស់ជួយក្រៃលែងណាស់ជួយទាំងមនុស្សទាំងទេវតាជួយទាំងអ្នករស់ជួយទាំងអ្នកស្លាប់ទៅកាន់អបាយភូមិទៀតនោះដោយភាពជាតេខិណៃបុគ្គលជួយញាតិទៀតគឺណាញាតិតថចរិយាទៀតញាតិរបស់ប្រគុណម្ចាស់មិនត្រឹមតែបរតតោបជីវិតប្រែទេណាសំបីទៅកាន់អបាយភូមិនរកគ្រាន់តែនឹករលឹកមកត្រេកអរនឹងប្រគុណម្ចាស់ជាបព្វជិតអ្នកមានសិលរួចពីនរកបានណានឹងនៅក្នុងអាកាំងខៃសោតបីដកលេខ20ចឹងនៅក្នុងអត្តកថាទេវទូតសោតអីហ្នឹងក៏មានជារឿងប៉ុន្តែសំខាន់គឺអាកាំងខៃសោតអានិសង្ឃរបស់បព្វជិតអ្នកមានសិលមាន17មុខនឹងឯងនឹងពួកញាតិតែទៅនរកផងទេឲ្យតែចេះត្រេកអរនឹងប្រគុណម្ចាស់ជាអ្នកមានសិលជាបព្វជិតនឹងរួចពីនរកបានហើយមើលប្រគុណម្ចាស់មានអានុភាពទលំទលាយជួយដល់មនុស្សនិងទេវតាអ្នករស់អ្នកស្លាប់អីហ្នឹងក្រៃលែងណាស់អញ្ចឹងគឺថាវាអាចមានពាក្យសម្ដីពីក្រៅខ្លះចោតប្រកម្មថាបួសសងំយុទ្ធសុខអីមិនជួយស្រុកដីប្រទេសនគរអីហ្នឹងវាអាចថាបានប៉ុន្តែថាយើងមិនចេះតែមួម៉ៅដៅកាហាយកើតទុកអីទៅទេណានឹងឯងយើងពិចារណាចឹងព្រោះធម្មតាអ្នកថាក៏គាត់មានហេតុផលរបស់គាត់ចឹងទៅអ្វីសិតតែមានហេតុផលហើយយើងចូលឲ្យទៅដល់បរមត្តទៅទៀតទៅគឺជាការពិត 100% ហើយប៉ុន្តែជាការពិតដោយបរមត្តទេណាមិនមែនយើងគ្រប់គ្រងបាបអកុសលទេអកុសលក៏មានការពិតរបស់គេអកុសលដែលកើតឡើងមានបច្ច័យនៃអកុសលហ្នឹងអកុសលមូលលោភៈទុសៈមោហៈនាំឲ្យមានអកុសលកម្មអកុសលមូលហ្នឹងក៏អាស្រ័យគ្នានឹងគ្នាអាស្រ័យមោហៈអាស្រ័យឧបនិស្សយបច្ច័យអញ្ចឹងគឺថាកណាគុណចាស់មានតែសេចក្តីសុខស្ងប់រក្សាព្រះសាសនាដ៏ធំទលំទលាយជាមរតកពធតទៅដល់កូនដល់ចៅទៀតដោយព្រះថេណាស្រាប់អញ្ចឹងមើលព្រះអង្គមិនអ្នកបួសហើយទេណាហើយព្រះអង្គមិនធ្វើកិច្ចការងារព្រះសាសនារក្សាបត្រៃបីដកពុទ្ធសាសនាហ្នឹងដូច្នេះគឺអត់មានរឿងទោសពេយអីក្នុងសភាពដែលជាអ្នកបួសទេនឹងឯងព្រោះព្រះពុទ្ធអង្គតែទ្រង់មានបព្វញ្ញុតញ្ញាណព្រះអង្គស្ថាបនាស្ថាប័នព្រះសាសនាមានបព្វជិតហើយព្រះអង្គមានតែសរសើរទាំងសរសើរបព្វជិតនឹងឯងព្រះអង្គប្រកាសសម្ដែងឲ្យភិក្ខុវជីបុត្រមួយអង្គបានសម្រេចព្រះអរហន្តព្រះអង្គត្រាស់ថាទុបបពេជាងទុរភិរមាំងទុរាវាសាទរាទុក្ខាទុក្ខោសមានសង្វាសោទុក្ខានុបតិតតគូតាស្មាអ្នកចតគូសិយាអ្នកចទុក្ខានុបតិតោសិយាមកគាថាកន្លះអង្គប្រកាសពីរឿងវិខវិជីបុត្រនឹងឯងដែលអត់សុខមកយប់នឹងឬគេដេញដំប្រគំដូរតន្ត្រីនៅឯក្រុងវេសាលីនឹងឃើញតែខ្លួនឯងនឹងមនុស្សកំសត់ដូចជាអង្កត់អស់គេក៏វែងចោលអីចឹងទៅប៉ុន្តែទេវតាមកសរសើរទាំងក្នុងគាថាធម្មវត្តក៏មាននៅក្នុងសង្យុត្តនិកាយសគាទវៈ3ដកលេខ30វគ្គអ្នកសង្យុត្តនឹងក៏មានត្រង់វិជីបតសោតហ្នឹងទេវតាសរសើរថាអូមនុស្សនឹងទេវតាស្រឡាញ់លោកម្ចាស់ណាដូចជាសត្វនរកស្រឡាញ់ដំណើរទៅកាន់ទេវលោកអញ្ចឹងដែលវាទុកវាលំបាកហ្នឹងគឺថាត្រូវការដំណើរទៅកាន់មនុស្សទៅកាន់ទេវលោកណែមនុស្សនិងទេវតាណាគឺថាស្រឡាញ់ជ្រះថ្លាលោកម្ចាស់ដូចជាសត្វនរកស្រឡាញ់ដំណើរទៅកាន់ឋានសួគ៌អញ្ចឹងគឺមនុស្សក៏ដោយទេវតាក៏ដោយមិនមែនខ្វះទេទ្រព្យសម្បត្តិកាមគុណជាទេពប៉ុន្តែមកស្រឡាញ់ជ្រះថ្លានឹងលោកម្ចាស់ដល់អញ្ចឹងព្រឹកឡើងភិក្ខុហ្នឹងទៅទូលព្រះអង្គទៅព្រះអង្គសម្ដែងព្រះគាថាហ្នឹងឯងហើយក៏សម្រេចព្រះអរហន្តទៅរៀបរាប់ពីរឿងបួសហ្នឹងមិនងាយទេណាលះបង់វង្សាកណាញាតិមកបួសហ្នឹង